មស្វាគមន៍មកកាន់ប្លុកដ៏រ៉ាប់រ៉ារបស់នាងខ្ញុំអូយនិយាយទៅមកប្លុកនេះគឺថារ៉ាក់ទាំងអស់តែម្ដងចាស់គេថាបើក្បាលវីដេអូមកតិចទៀតហ្នឹងគឺចាប់ផ្ដើមរ៉ាក់ឯឥឡូវនេះគឺយើងមកដល់ពលានភ្លាមគឺយើងចាប់ផ្ដើមញ៉ាំ breakfast ហើយយើងសិតតា VIP lounge លក្ខណៈអតិជនចឹងណាបងប្អូនគ្នាឥឡូវកំពុងតែធ្វើការ end on ហុងចាំយន្តហោះម៉ោងពេលហ្នឹងខ្ទង់ល្បាក់ប្រហែលជាម៉ោង6អញ្ចឹងពេលហ្នឹងខ្ញុំ fly ដូចជាល្បាក់ខ្ទង់ជាម៉ោង7ទឹកមុនហ្នឹងអត់ទាន់ដឹងថាយន្តហោះលែនទេណាចានៅសោះស្រីនៅថតរូបថតវីដេអូឡើយហេចាចាប់ផ្ដើមចូលដល់ឡើងណាបងប្អូនគ្នានិយាយទៅត្រូវហោះម៉ោង7 fly delay ដល់ម៉ោង11ដល់ម៉ោង11 fly delay ដល់ម៉ោង2ដល់ម៉ោង2 fly delay ដល់ម៉ោង3 Oh my god ចានិយាយទៅទម្រាំទៅថាបានហោះដូចនៅក្នុងវីដេអូហ្នឹងគេថាជីវិតនេះខ្ញុំគឺត្រូវងើបតាំងពីម៉ោង3ភ្លឺរហូតគួយចាំដល់ម៉ោង3ល្ងាចចា Good morning ជាមួយនឹងស្នាមញញឹមថ្មីនៅទីក្រុងហាណូយងើបមកមេឃភ្លៀងទៀតចាហើយមិនមែនថាភ្លៀងតែមកព្រឹកណាភ្លៀងពេញមួយថ្ងៃហ្មងអញ្ចឹងព្រលឹមឡើងនេះវាគ្រាន់តែថប់ម្លឹមតែល្មហ្នឹងមិនថាជាអត់ពាក់ឲ្យភ្លៀងទេគឺល្មមកជោគដែរចាវីដេអូនេះទៅអត់សូវបានថតអីទេព្រោះដោយសារ bad mood តាំងពីថ្ងៃមកបាត់ហើយចាគ្រាន់តែលេតជើងយន្តហោះហ្នឹងគឺថាអស់អារម្មណ៍ថតតែហ្មងឥឡូវនេះយើងកាត់មកដល់វគ្គមកដើរលេងនៅក្នុងផ្សារព្រោះដោយសារមេឃភ្លៀងអត់ដឹងថាដើរទៅណាទេចាផ្សារគេអត់ដាច់ភ្លើងណាគេនៅរាប់ឆ្នាំគ្រាន់តែនេះខ្ញុំមកមួយថ្ងៃផ្សារដាច់ភ្លើងនិយាយទៅអត់ដឹងថាខ្លួនឯងចង្រៃឬក៏យ៉ាងណាទេចាហើយមុននឹងនាងខ្ញុំមកហ្នឹងចាគេថាពី3ខែគឺអត់ដែរភ្លៀងសោះនៅហាណូយគាត់ខ្ញុំមកភ្លៀង2 3ថ្ងៃជាប់គ្នាឥឡូវនេះគឺកាត់មកដល់វគ្គយប់ហើយព្រោះពេលហ្នឹង bad mood បាត់ហើយអញ្ចឹងអត់ដឹងថាត្រូវថតអីទេគ្រាន់តែថត lifestyle ខ្លួនឯងលេងអញ្ចឹងណាអញ្ចឹងនេះពេលយប់ហ្នឹងម៉ោង7 8ហ្នឹងគឺនៅតែមានមេឃភ្លៀងនៅតែតក់ឡើយហើយបើអត់ពាក់ឲ្យភ្លៀងគឺសើមហ្មងតែមួយថ្ងៃហ្នឹងគឺអត់សូវបានធ្វើអីទេព្រោះដោយសារមេឃភ្លៀងរហូតអញ្ចឹងបាននៅត្រឹមតែញ៉ាំអីតិចតួចដើរផ្សារហើយនឹងមកដើរលេងនៅរបៀបមាត់ទន្លេគេហ្នឹងហើយគឺទៅផ្ទះវិញហ្មងចូលគេតោះឥឡូវមកដល់ថ្ងៃទី2នៅទីក្រុងហាណូយទៅដែរចាអូលំយយទៅបើខ្លាចមកលំហ្មងឥឡូវអត់ដឹងទៅណាមានតែញ៉ាំហ្វនេះចិត្តឡាញ់គេខ្ញុំបញ្ជាក់ឲ្យបងប្អូនអរគ្នានិយាយទៅខ្ញុំអត់សូវមានវីដេអូកាត់ទេដោយសារតែពេលហ្នឹងគឺលែងចង់ថតប្លុកហើយព្រោះដោយសារ bad mood តាំងថ្ងៃឡើងជើងយន្តហោះឥឡូវខ្ញុំអត់ដឹងធ្វើអីមកញ៉ាំហ្វនេះចិត្តផ្ទះសិនតែក្នុងគូក្បាលហ្នឹងគឺអត់ដឹងថាចេញពីហ្នឹងទៅណាទេព្រោះដោយសារមេឃភ្លៀងហើយនៅហ្នឹងគឺភាគច្រើន activity ដែលយើងត្រូវធ្វើហ្នឹងគឺសិតតែរបៀបថានៅខាងក្រៅឥឡូវចេញពីហ្នឹងហើយក៏សម្រាប់ចិត្តថាយើងមកលេងឡាតែភ្លើងហើយពេលហ្នឹងក៏វានៅលំដែរតែគ្រាន់ថាវាមិនលំខ្លាំងណាមកយើងអាចមើលរថភ្លើងបានអញ្ចឹងហើយចេញពីហ្នឹងមកថ្ងៃឡើងខ្ញុំមិនដឹងទៅណាខ្ញុំទៅថតរូបនៅវិហារយេស៊ូនេះហើយឥឡូវកាត់មកដល់ល្ងាចតាមមកដល់កន្លះ